សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងសារព័ត៌មានថ្ងៃនេះគឺខ្ញុំដកស្រង់ចេញអំពី DPA International បាទនេះគឺជារបាយការណ៍មួយដែលទើបតែនឹងចេញនៅថ្ងៃទី5ខែមិថុនានេះហើយនៅក្នុងសារព័ត៌មាននេះផងដែរគឺតាក់ទងទៅនឹងសង្គ្រាមរវាងអ៊ីស្រាអែលជាមួយនឹងក្រុមហាម៉ាស់ហើយអ៊ីស្រាអែលគឺនៅតែបន្តធ្វើការវាយប្រហារទៅលើក្រុមហាម៉ាស់ហើយនៅក្នុងរបាយការណ៍នេះផងដែរគឺបាននិយាយថាមានមនុស្សជាង40នាក់នឹងគឺត្រូវបានស្លាប់ទៀតបាទនៅក្នុងការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែលទៅលើតំបន់កាសាហើយនេះបើយោងទៅតាមទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន WAFA នោះគឺបានរាយការណ៍ថាគឺមានជនជាតិប៉ាឡេស្ទីនរាប់សិបនាក់គឺបានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលនៅក្នុងតំបន់ Gaza Strip ហើយកាលពីថ្ងៃពុធនៅក្នុងសប្តាហ៍នេះតែម្ដងបាទនៅក្នុងសប្តាហ៍នេះកាលពីថ្ងៃមុននេះគឺបានស្លាប់រហូតដល់ទៅ24នាក់ដោយកងកម្លាំងអ៊ីស្រាអែលនឹងគឺបានធ្វើការវាយប្រហារបាញ់សម្ដៅទៅលើជនសង្ស័យមួយក្រុមដែលនៅក្នុងពេលជាមួយគ្នានៅក្នុងការចែកអំណោយឬក៏ចែកនៅស្បៀងអាហារប៉ុន្តែមានមួយក្រុមតូចនោះគឺបានដើរងាកចេញពីដងផ្លូវដើរតម្រង់ទៅកន្លែងបើកនៅជំនួយហើយក៏ងាកមករកខាងកងទ័ពអ៊ីស្រាអែលហើយអ៊ីស្រាអែលក៏បានធ្វើការវាយប្រហារទៅលើក្រុមទាំងនោះបណ្ដាលឲ្យមានការស្លាប់នឹង24នាក់ហើយនឹងរងរបួសជាច្រើនហើយនៅក្នុងថ្ងៃនេះក៏មានការស្លាប់រហូតដល់ទៅ40នាក់ផងហើយទីភ្នាក់ងារដដែលនេះក៏បាននិយាយថាចាប់តាំងពីព្រឹកមកមានមនុស្សចំនួន41នាក់គឺត្រូវបានសម្លាប់នៅទូទាំងតំបន់ដោយមានអ្នកស្លាប់ជាច្រើននាក់រួមទាំងកុមារអាយុ12ឆ្នាំម្នាក់ដែលបណ្ដាលមកពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅភាគខាងជើងនិងភាគខាងត្បូងនៃតំបន់ Gaza Strip បាទនេះគឺអណោចអធមណាស់បាទគឺសម្រាប់កុមារបាទនៅពេលនេះគឺហើយនៅក្នុងចំណោមអ្នកស្លាប់ជាង41នាក់នោះគឺមានកុមារម្នាក់ដែលមានអាយុ12ឆ្នាំយោធាអ៊ីស្រាអែលពីដំបូងមិនបានធ្វើការអត្ថាធិប្បាយទៅលើរបាយការណ៍នេះទេនៅពេលដែលគេសាកសួរនោះកងទ័ពអ៊ីស្រាអែលបាននិយាយម្ដងហើយម្ដងទៀតថាខ្លួនគឺកំពុងតែកំណត់ទៅលើក្រុមហាម៉ាស់តែប៉ុណ្ណោះនិងអង្គការភេរវជនផ្សេងទៀតនៅតំបន់កាសានេះហើយពួកគេក៏បានសង្កត់ធ្ងន់យ៉ាងខ្ជាប់ខ្ជួនថាខ្លួនព្យាយាមជៀសវាងការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលដែលមិនមានការតាក់ទិននៅក្នុងអំឡុងពេលធ្វើការវាយប្រហារទៅលើគោលដៅរបស់ក្រុមហាម៉ាស់ទាំងនោះទេ